ញកូនណាដេកឃ្លានមកហូបវៀតណាមឡើងចិត្តមកខែតែដោយសារពួកអាចចង្រៃសៀមហ្នឹងធ្វើឲ្យខ្ញុំអត់មានពេលឡើងមកគាត់ថារៀងស្ងប់ស្ងាត់ភ្លាមប្តីជូនឡើងមកវៀតណាមភ្លាមតែម្ដងអត់មានចាំស្អែកទេចាល្អឃ្លានមកហូបវៀតណាមចាតែម្ដងទៅភ្លក់ម៉ានីភូរីមកហូបឥណ្ឌាណានោះឆ្កយអូយអត់យល់ខ្លួនឯងពេលគេតាមកដាក់មកហូបវៀតណាមឡើងហល់ដែរហ្នឹងនេះអាគ្រឿងសមុទ្រខ្យងខ្ចៅឯនោះអូយនិយាយទៅចូលចិត្តខ្លាំងមែនតើមិនទាន់បានថតហងញ៉ាំអត់បានញ៉ាំហើយអីហើយដល់លេងឆ្អែតហើយគឺចាប់ដើមចូលគេចុះមិនថតឡើងគេកាត់មកដល់ពេលព្រឹកហ្មងគឺនាំកូនទៅលេងស៊ុយទៀងចាស៊ុយទៀងនេះដែរគឺខានមកជាង10ឆ្នាំតាំងពីញ៉ែគ្នាជាមួយប្តីដបងធំញ៉ែគ្នានៅនឹងឯងតែកុំច្រឡំតែមកញ៉ែតែ2នាក់កាលនោះមកមួយម៉ាក់ក្មេកដែរជូនម៉ាក់មកប៉ែតហើយចឹងទៅក៏ឆ្លៀតមកលេងនៅនឹងតែ2នាក់អីចឹងណាបើកាលអនុស្សាវរីយ៍ឥឡូវយកកូនមកដើរលេងម្ដងចាមកនេះមិនមកត្រង់ទីទុចមកត្រង់ទីធំមិនមែនមានតែកូនខ្ញុំនេះមានកូនគេដែរចាទាំងវងចាបងហើយក៏ចូលលេងទឹកចូលលេងអីនៅក្នុងសួនកំសាន្តគេនឹងគ្មានទៅណាឆ្ងាយទេក្បែរតែក្នុងសួននឹងមួយថ្ងៃពេញនៅក្នុងមកវិញបាក់បៀអាចជួយកាត់តញូមួយកូនណាកាត់តញូមួយខ្លួនឯងម្ដងចាគឺជាពេលយកទៅតម្លាក់កូននៅអត់តែចាមានអ្នកមើលមិនទុកកូនចោលចាគឺយើងឆ្លៀតមកឈៀមួយចាស់វិញម្ដងចាតែខ្ញុំឈៀទឹកសុទ្ធដីឃើញនៅផ្ទះទឹកភ្នែកទឹកស្បោហងៃដោយសាររឿងសង្គ្រាមពេកចឹងនាំមកដើរលេងថាអូនអើយសบายសយខ្លះទៅមានណាដាច់ប៉ុសមែនតែនដយស្វឹងទឹកសុទ្ធចាអូយវៀតណាមគេអស់ឡើងទៅហើយទៅមួយគេហ្មងអត់មានខ្វល់មានអីទេថ្ងៃថ្មីទៀតបងប្អូនអើយអានេះគឺអាហារថ្ងៃត្រង់មិនមែនអាហារពេលព្រឹកទេចាកុំច្រឡំដោយសារងើបមកពីថ្ងៃចាំងគូដែរឆ្លៀតមកហៅកាហ្វេហៅអីញ៉ាំអីហើយក៏យកកូនទៅពេទ្យ check up ដោយសារកូនខ្ញុំធ្លាប់វាកំពុងកតាំងពីអាយុ2ខួបឥឡូវនេះក៏អាយុ10ឆ្នាំហើយក៏ឆ្លៀតបានមកលេងវៀតណាមយកគាត់ទៅ check up ម្ដងទៀតតើហេតុអីបានកូនខ្ញុំត្រូវវះកាត់តាំងពីអាយុ2ខួបជាងហ្នឹងចាំខ្ញុំចេញវីដេអូក្រោយឲ្យស្ដាប់ check អីហើយក៏ចាប់ផ្ដើមមកហៅបាញ់ញុកអីបាញ់អុកបាញ់អីក៏បាញ់ទៅមិនដឹងទេដឹងឆ្ងាញ់បានទៅជួបពិភាក្សាការងារមួយគេដែរតែបានដាក់ចូលទេអានឹងរឿង private យើងឆ្លៀតដើរលេងផងធ្វើការផងអីចឹងណា